នៅលើតុនេះគឺមានចានបាយ4អញ្ចឹងសម្រាប់សមាជិកគ្រួសាររបស់យើងដែលមានប្រពន្ធ2កូន2អញ្ចឹងខ្ញុំបានសម្ដែងធ្វើជាញ៉ាំបាយហើយផឹកទឹកខ្ញុំចង់ដឹងថាអារម្មណ៍ពេលដែលខ្ញុំទិញផ្ទះនឹងហើយខ្ញុំញ៉ាំបាយទៅមានរសជាតិមិនណាបងប្អូនអំបញ្ញមិញខ្ញុំទៅតែមើលបរិយមួយកន្លែងហើយដែលខ្ញុំស្គាល់បរិយនេះគឺស្គាល់តាមរយៈ Facebook អ្នកទាំងអស់គ្នាហើយអ្វីដែល surprise ខ្ញុំគឺព័ត៌មានដែលគាត់បានផ្សាយក្នុង page ក៏ដូចយើងទៅជួបផ្ទាល់គឺអត់ខុសគ្នាអ្នកទាំងអស់គ្នាគឺដូចគ្នាចង់ដឹងថាសភនភាពក៏ដូចជាគុណភាពបរិយនឹងបែបណាតោះទៅមើលវីដេអូរបស់ខ្ញុំទាំងអស់គ្នាឥឡូវនេះខ្ញុំបានទៅដល់បរិយហើយពេលខ្ញុំទៅដល់ភ្លាមក្រុមការងារក៏បានយកស្អីគេនេះគេហៅថា baggy នេះមកយកខ្ញុំដើម្បីទៅមើលផ្ទះដែលខ្ញុំត្រូវមើលអញ្ចឹងចង់និយាយថាថ្ងៃនេះយើងរៀងលេងខ្លួនដែរយើងមកមើលផ្ទះមើលអីអញ្ចឹងមូលហេតុដែលខ្ញុំមកមើលផ្ទះនេះដូចអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងពលិយន្តហោះរបស់យើងនឹងធ្វើការផ្លាស់ប្ដូរក្នុងពេលឆាប់ៗនេះហេតុដូច្នេះហើយខ្ញុំបែកកណិតមកមើលបរិយនៅចិត្តពលានតែម្ដងអ្នកទាំងអស់គ្នាពេលនោះដែរគាត់ក៏បានដឹកខ្ញុំមើលទីធ្លាជុំវិញបរិយតែម្ដងទីធ្លារបស់គាត់គឺពិតជាធំមែនតើឥឡូវនេះយើងបានមកដល់ផ្ទះដែលយើងត្រូវមើលហើយអ្នកទាំងអស់គ្នាឃើញមកផ្ទះហាក់បីដូចជាទូចអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំចូលទៅមើលខាងក្នុងថាអ្នកទាំងអស់គ្នានឹងឃើញផ្ទះហ្នឹងបែបណាផ្ទះនេះគឺជាផ្ទះដែលគាត់ឌីកហើយសម្រាប់ឲ្យភ្ញៀវគាត់មើលអញ្ចឹងអ្នកទាំងអស់គ្នាអញ្ចឹងបើសិនបងប្អូនគាត់ចាប់អារម្មណ៍គាត់អាចលក់បានដែរសម្រាប់ខ្ញុំផ្ទះនេះពេលដែលខ្ញុំចូលទៅហាក់បីដូចជាមានទីធ្លាធំអ្នកទាំងអស់គ្នាអត់ដូចពេលដែលយើងមើលនៅខាងក្រៅទេហើយពេលដែលខ្ញុំចូលទៅហាក់បីដូចជាខ្ញុំមានអារម្មណ៍ថាងុយដេកអ្នកទាំងអស់គ្នាហើយស្រាប់តែពេលខ្ញុំដេកភ្លាមថាម៉េចដែរឥឡូវនេះខ្ញុំនាំទៅមើលផ្ទះបាយម្ដងសម្រាប់ផ្ទះបាយក៏មានទីធ្លាធំដែរអ្នកទាំងអស់គ្នានៅលើតុនេះគឺមានចានបាយ4អញ្ចឹងសម្រាប់សមាជិកគ្រួសាររបស់យើងដែលមានប្រពន្ធ2កូន2អញ្ចឹងខ្ញុំបានសម្ដែងធ្វើជាញ៉ាំបាយហើយផឹកទឹកខ្ញុំចង់ដឹងថាអារម្មណ៍ពេលដែលខ្ញុំទិញផ្ទះនឹងហើយខ្ញុំញ៉ាំបាយទៅមានរសជាតិមិនណាខ្ញុំដឹងថាអ្នកទាំងអស់គ្នាមើលវីដេអូខ្ញុំហើយសើចសប្បាយដោយសារតែខ្ញុំមានបេះដូងដ៏សប្បាយមួយខ្ញុំចូលជាបានទៅមើលផ្ទះហើយខ្ញុំដើរបើកមើលគ្រប់កន្លែងអ្នកទាំងអស់គ្នាកុំឲ្យសេះសល់អ្វីសោះព្រោះពេលដែលយើងសម្រេចចិត្តទិញផ្ទះយើងត្រូវតែមើលឲ្យបានសពអ្នកទាំងអស់គ្នាកុំខ្លាចអ្នកទាំងអស់គ្នាគាត់ឲ្យយើងមើលទាំងអស់ឥឡូវនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលនៅខាងក្រោយវិញម្ដងសម្រាប់ទីធ្លាខាងក្រោយនេះអ្នកទាំងអស់គ្នាអាចដាក់ម៉ាស៊ីនបោកខោអាវក៏បានឬមួយក៏ដាក់អាំងសាច់អាំងក៏បានឬមួយក៏អ្នកទាំងអស់គ្នាដាំជាថូផ្កាធ្វើអីនៅខាងក្រោយហ្នឹងក៏បានដែរអ្នកទាំងអស់គ្នាសាច់តែអ្វីដែលយើងចង់បានដោយសារតែនៅខាងក្រោយហ្នឹងគឺរៀងទលាយដែរឥឡូវនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅមើលនៅខាងលើវិញម្ដងខាងលើនេះគឺយើងមានបន្ទប់គេង2គឺមានបន្ទប់មេគ្រួសារនិងបន្ទប់កូនគ្រួសារឥឡូវនេះខ្ញុំចូលមើលបន្ទប់មេគ្រួសារមុនឃើញថាបន្ទប់មេគ្រួសារនេះគឺមានទីធ្លាធំនិងសល់ space ច្រើនអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាច decor អ្វីខុសពីនឹងក៏បាននេះគ្រាន់តែជាការ decor តាំងឲ្យមើលស្រាប់ទេអ្នកទាំងអស់គ្នាខ្ញុំអត់ដឹងមិនឲ្យតែឃើញពុកចង់តែដេកឥឡូវនេះខ្ញុំនាំទៅមើលវេរ៉ង់ដាវិញម្ដងសម្រាប់វេរ៉ង់ដានេះគឺមានទំហំធំទូលាយសម្រាប់ឲ្យយើងបែប relax អញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែអ្វីដែលខ្ញុំនឹកស្មានមិនដល់ហ្នឹងក្រុមការងារគាត់បានដាក់អាំងសាច់ចោលដល់ប៊ីខ្លោចអ្នកទាំងអស់គ្នាគុំតែខ្ញុំទៅប្រែតន់នេះខ្ញុំគិតថាសាច់អាំងនេះប្រហែលជាគាត់ដាក់ត្រៀមសម្រាប់ទទួលខ្ញុំអូអ្នកទាំងអស់គ្នាមិនធំមានតែសាច់អាំងទេមានតាំងពីស្រាក្រហមអីទៀតណាអូអ្នកទាំងអស់គ្នាខ្ញុំនិយាយលេងអ្នកទាំងអស់គ្នាសិតតែរបស់គាត់តាំងតើឥឡូវនេះខ្ញុំនាំទៅមើលបន្ទប់សមាជិកគ្រួសារវិញម្ដងសម្រាប់បន្ទប់សមាជិកគ្រួសារនេះក៏ធំទូលាយដែរបើសម្រាប់ខ្ញុំអត់ហៅថាបន្ទប់សមាជិកឬមួយក៏បន្ទប់កូនគ្រួសារអីទេគឺវាស្មើនឹងបន្ទប់មេគ្រួសារដូចតែគ្នាទេព្រោះដោយសារតែបន្ទប់ហ្នឹងរាងធំដែរគាត់បានប្រាប់ខ្ញុំថាបើសិនជាយើងធ្វើការកក់ឥឡូវហ្នឹងគឺមានប្រូម៉ូសិនពិសេសមានការថែមជូនទូតាំងក្នុងបន្ទប់បន្ទូភ្ញៀវមួយទូចង្ក្រានលើក្រោមនិងទូក្រោមជណ្ដើរផងដែរសម្រាប់ទីតាំងវិញគឺស្ថិតនៅខាងត្បូងរង្វង់មូលគួរស្រូវជាពិសេសនោះគឺនៅចិត្តពលានយន្តហោះថ្មីតែម្ដងគឺយើងធ្វើដំណើរត្រឹមតែ5នាទីតែប៉ុណ្ណោះហើយមួយវិញទៀតគឺនៅក្បែរផ្សារទំនើប Eon 3យើងជិះតែ15នាទីតែប៉ុណ្ណោះបងប្អូនផ្ទះដែលខ្ញុំបានបង្ហាញអំបញ្ញមិញតម្លៃត្រឹមតែ60000ជាងតែប៉ុណ្ណោះនៅក្នុងតម្លៃហ្នឹងក៏មានការបញ្ចុះតម្លៃរហូតដល់$4000សម្រាប់បងប្អូនដែលគាត់អត់ទាន់មានលទ្ធភាពគ្រប់គ្រាន់ក៏គាត់អាចបង់រំលោះបានដែរតម្លៃត្រឹមតែ$165ក្នុងមួយខែរយៈពេល20ខែដែលឥតគិតការប្រាក់អញ្ចឹងបងប្អូននៅចាំអីទៀតរស់រាន់ឡើង